ត្រូវតែផឹកមើលខ្ញុំទិញអីឲ្យខ្ញុំឈ្មោះឡៃឡៃតាមរឿងខ្ញុំរីករាយគាត់ទន់ភ្លន់ចេះយកចិត្តក្រៅពីខ្ញុំអ្នកណាល្អនឹងឯងជីវិតពោពេញស្នេហារឿងស្ដាយតែមួយគឺគាត់រវល់ការងារមិនដែលប្រកាសទំនាក់ទំនងយើងក៏មិនចង់ឲ្យអ្នកដទៃដឹងដែររហូតដល់យើងបែកគ្នាឥឡូវខ្ញុំគ្មានពេលស្រឡាញ់រៀនឲ្យពូកែតែខ្ញុំមិនចង់ឃ្លាតពីឯងយើងមិនអាចទៅរួចទេលុះត្រាតែបងឲ្យខ្ញុំធ្វើអ្វីក៏បានបើគ្រាន់តែដេកវិញខ្ញុំស្ទើរមិនជឿទៅជាខ្លួនឯងទោះពិបាកបោះបង់ក៏ដោយតែចិត្តប្រាប់ឲ្យទៅ6 ខែក្រោយបែកគ្នាខ្ញុំនៅតែសោកសៅហាឡូខ្ញុំត្រៀមស្គាល់ប្រុសថ្មីតែយើងគ្រាន់តែស្គាល់គ្នាថតមែនខ្ញុំអត់ញ៉ាំទេខ្ញុំកំពុងសម្រក់អីស្គមឡើងហើយនៅសម្រក់ទៀតរហូតដល់ទូរស័ព្ទនោះសុំទោសខ្ញុំទទួលទូរស័ព្ទបន្តិចខ្ញុំទេនៅចង់និយាយរឿងមុនទេសេចក្តីរីករាយផុសឡើងភ្លាមធ្វើឲ្យខ្ញុំដឹងថាកន្លះឆ្នាំនេះខ្ញុំមិនដែលលះបង់គេបានឡើយខ្ញុំធ្លាប់កុហកបងពេលណាលើកនេះបើអូនមិនបួលបែកគ្នាយើងមិនបែកទេអូក្រោយផ្សះផ្សាគ្នាវិញយើងផ្អែមល្ហែមដូចដើមដើម្បីការពារសុភមង្គលនេះខ្ញុំព្រមទទួលទំនាក់ទំនងដែលមិនសូវយកចិត្តទុកដាក់នេះក្នុងពេលជាមួយគ្នាខ្ញុំក៏លាក់រឿងមួយពីគេកន្លះឆ្នាំគឺរឿងខ្ញុំព្យាយាមស្គាល់មនុស្សថ្មីថតរូបឲ្យខ្ញុំមួយឯងចាំប្រុសដែលផ្ញើនំខេកតូចកន្លះឆ្នាំក្រោយបែកគ្នានោះទេខ្ញុំបែរជាជួបគេវិញខ្ញុំថាគេមកក្រុកឯងត្រង់ហើយឯងមានប្រុសផ្សេងហើយឯងមកធ្វើអីមានរឿងអីខ្ញុំមិនដែលគិតថាពាក្យខ្ញុំស្រឡាញ់ឯងនិងឯងស្មោកគ្រោកអាចចេញពីមាត់តែមួយបានឡើយខ្ញុំគិតថាយើងគ្មានអនាគតខ្ញុំមិនដែលស្គាល់បងទេបើបងកុំលេងសើចខ្ញុំមិនបានបោកបងទេបើខ្ញុំមិនខ្វល់ពីបងខ្លាំងម្ល៉េះតើខ្ញុំឈឺចាប់យ៉ាងនេះទេចាប់ពីពេលនោះមកគាត់សុំបែកខ្ញុំរាប់មិនអស់មិត្តស្រីខ្ញុំបួលទៅធ្វើក្រចកអ្នកណាទៅស្មានថាបងពូកែបោកម្ល៉េះបងទៅរកប្រុសនោះទៀតហើយយើងបែកគ្នាហើយខ្ញុំព្រោះខ្លាចបាត់បង់សុំទោសគាត់រាប់មិនអស់តែតាមសម្ដីគាត់ខ្ញុំនៅតែជាមនុស្សកុហកច្រើនកុំតន់អាល់អីដើម្បីជៀសវាងចំនួនខ្ញុំចាប់ផ្ដើមតាមគាត់ដោយឥតលក្ខខណ្ឌបងធ្វើអីបងមិនដឹងទេបងមិនដឹងថាខ្ញុំផឹកដើម្បីអ្វីទេរឿងបងដឹងខ្លួនឯងច្បាស់ហើយយើងបែកគ្នាយូរប៉ុណ្ណាហើយបងប្រញាប់ទៅរកអ្នកផ្សេងម្លឹងគួរឲ្យស្អប់ខ្ពើមណាស់ការជិះចាប់ខ្ញុំគឺមកពីបងចាក់ចេញទៅប្រុសរស់មិនបានទេស្រឡាញ់ខ្ញុំដោយស្មោះត្រង់សុំមុខវេទនាទៅខ្ញុំស្មានថាអ្នកប្លែកពីគេតែអ្នកក៏មិនខុសពីគេដែរខ្ញុំចាប់ផ្ដើមសង្ស័យខ្លួនឯងរហូតបន្ទាបខ្លួនឯងខ្ញុំជាអ្នកបំផ្លាញសុភមង្គលយើងបងប្អូនខ្ញុំលះបង់ជីវិតសម្រាប់ពួកឯងហេតុអ្វីថោកណាស់មិនបានធ្វើអ្វីសោះអារម្មណ៍ឈឺចាប់ស្រាប់តែផុសឡើងតែអ្វីដែលតាមមកគឺភាពភ័យខ្លាចបាត់បង់ខ្ញុំហ៊ានធ្វើបាបខ្លួនឯងបង្ខំគាត់ឲ្យត្រឡប់មកវិញត្រូវតែផឹកពេកបានពេលនោះខ្ញុំដឹងថាគាត់ចម្លែកណាស់1 ខែក្រោយចែកផ្លូវគ្នាខ្ញុំនៅតែស្រមៃថ្ងៃណាមួយគាត់នឹងត្រឡប់មកវិញស្ទាក់ស្ទើរយល់ព្រមតាមគាត់ហេតុអ្វីមិនផឹកទៅដេកទៅរហូតដល់ថ្ងៃនោះខ្ញុំក៏យល់ទីបំផុតគាត់ចង់បានតែរូបកាយខ្ញុំតែមិនដែលស្រឡាញ់ពិតស្រឡាញ់ឬមិនស្រឡាញ់គឺច្បាស់ក្រឡែតស្នេហាពិតគឺជួយជ្រោមជ្រែងមិនមែនបង្កប់គឺស្មោះត្រង់មិនមែនភ័ន្តច្រឡំកុំភ្លេចតាមដានផង